15 នាទីយប់តែមកសម្រានអស់ទៅដឹង Hello អត់មានអ្នកណាចូលមើលសោះចឹងអូខេលឺអញ្ចឹងហ៎ខ្ញុំអត់ដឹងថាអូខេលឺច្បាស់ហ្នឹងហ៎ Good morning everyone Benzo លីឡៅតៃបរោះជាងឡានជាងធ្វើឡានឋានលើណាអូខេថ្ងៃនេះខ្ញុំអបសុកខ្ញុំលឺគេក្ដុំក្ដាំងគ្នានៅស្រុកសៀមព្រោះដែនសៀមហ្នឹងខ្ញុំសុខសប្បាយឥឡូវនេះស្វាគមន៍គុណចាស់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយបន្តិចចុះព្រោះវាឃើញតាមួយថ្ងៃឃើញតែគេផុសអារឿងឆ្លោះជាមួយសៀមមួយអីហ្នឹងណាខ្ញុំថា 10 viewer I cannot see how many people watching my broadcast ឃើញគេផ្អើលជ្រងច្រាំងនៅទៅដែនសៀមហ្នឹងខ្ញុំនឹកឃើញបារាំងសភៅបារាំងមួយវាទៅសេថាហ៊ុនសែន est un homme ambitieux compétent rhétor et impitoyable ប្រែមកថាហ៊ុនសែនជាមនុស្ស ambitieux លោភលន់compétent គឺមានសមត្ថភាពដឹកនាំសមត្ថភាពអីចឹងណាហ្នឹងហើយrhétor គឺថាល្បិចកលមនុស្សrhétor គឺមនុស្សដែលមានល្បិចកលបើថាគាត់ថាទៅលិចគឺទៅកើតហើយជើងគាត់ទៅត្បូងហើយហ្នឹងអត់ទេខ្ញុំម៉ោង 7 ព្រឹកដែរខ្ញុំនិយាយដល់ហើយrhétor គឺកលិចកលុចបើគាត់ថាទៅលិចគឺគាត់ទៅកើតបើគាត់ថាទៅជើងគាត់ទៅត្បូងណាបើគាត់ថាមានលុយគឺអត់លុយបើគាត់ថាអត់លុយអាហ្នឹងគាត់មានលុយហើយrhétor impitoyable គឺថាអត់ត្រាប្រណីទេអត់មានត្រាប្រណីអាណាទេគាត់ថាកូនចៅគាត់គាត់ថាស្អីអាណាអីអត់បានទេតែទើសមកគាត់គឺគាត់លេងទាំងអស់អញ្ចឹងបានបារាំងហ្នឹងវាថាអញ្ចឹងវាថាហ៊ុនសែនឯតងណម ambitieux rhétor compétent et impitoyable អត់ត្រាប្រណីទេបងខ្ញុំនិយាយអំពី rhétor មួយចុះល្បិចកលណាល្បិចកល bonjour ល្បិចកលនៅក្នុងរឿងចំនួននៅទៅដែនសៀមហ្នឹងខ្ញុំឆ្ងល់ថាចុះទៅក្ដុំក្ដាំងអីទៅខាងលិចហ្នឹងចុះអាខាងកើតនោះមិនក៏ស្ងាត់ឈឹងចឹងដែលយួនវាបខិតព្រមបន្ទល់តាំងពីនៅក្នុងសភៅលម៉ាល់កម្ពុជាណារបស់ Maria Alexandrine មកតាំងហ្នឹងគឺគាត់ទៅសេថាយួនហ្នឹងថ្ងៃ 7 មករាវាបខិតព្រមបន្ទល់មកមិនដឹងប្រមាណគីឡូមកហើយវាជីកទំនប់ឲ្យដាំបស្អីទៀតអាហ្នឹងនៅខេត្តព្រៃវែងណាហើយមិនក៏យើងមិនទៅក្ដុំក្ដាំងនៅនោះមិនក៏យើងទៅក្ដុំក្ដាំងទៅខាងលិចហ្នឹងអំពីតយ៉ាបមានន័យថាអត់ត្រាប្រណីបានសេចក្តីថាកាប់សម្លាប់ហ្នឹងវាស្រាញ់គាត់ណាអំពីតយ៉ាបយួនវាបខិតព្រំដែនមកខាងកើតហ្នឹងហើយយើងគ្រាន់តែលោករងឈុនទៅស្ទាបបន្តិចហ្នឹងស្ទាបបកគោលហ្នឹងបន្តិចហ្នឹងចាប់ឲ្យសងឯណាលក់ផ្ទះលក់សបាយសងយើងឃើញប៉ុណ្ណឹងយើងដឹងហើយអាហ្នឹងប្រាំងគេហៅឌឺប៉យឌឺមូស៊ីកជីងមួយកូនពីរណាអាអ្នកទៅទិញមុនអញដាក់អាកូន1គីឡូផ្សេងទៅអាអ្នកទៅទិញក្រោយអញដាក់កូន1គីឡូផ្សេងទៀតជីងមួយកូនពីរឌឺប៉យឌឺមូស៊ីកហើយយើងមើលថាគាត់ទៅប្តឹង ICG ណា ICG ឃើញរូបថតវាសួរឃើញរូបថតស្អីកូនសោមកំសួរណាសោមកំសួរហ្នឹងគាត់ជារដ្ឋមន្ត្រីក្រសួងស្អីទេដូចជាឃោសនាការឬស្អីទេដំបូងណាគាត់មានប្អូនប្រុសមួយឈ្មោះសោមឌីពូម៉ាខ្ញុំអាហ្នឹងវាជាដូចជាអធិការប៉ូលីសក្រុងម្ដងហ៎ប៉ុន្តែវាស្លូតណាសោមឌីហើយនាងដែលទៅមុខ ICG ហ្នឹងគាត់កូនសោមកំសួរខ្ញុំមានរូបថតទេសោមកំសួរហ្នឹងដូចជាមកពីហាណូយដែរក៏មិនដឹងដែរហ្នឹងហើយនៅក្នុងសភៅបារាំងមួយវាសរសេរថា
l'ambassadeur des pays communistes c'est celui envoyé pour mentir à l'extérieurទូតរបស់ពួកកុម្មុយនីសនេះគឺជាមនុស្សដែលគេបញ្ជូនឲ្យទៅផលនៅខាងក្រៅ l'ambassadeur communiste c'est celui envoyé à l'extérieur pour mentir à l'extérieur គឺមនុស្សដែលគេបញ្ជូនឲ្យទៅផលនៅខាងក្រៅ sao cuộc xuôi nó nhưng mình phải có đấy nè trong khơi hụt thọt muối chỉ muối ngày bờ mạc đá nó miềnประมาณแบบไฟ30เนี่ยนั่นคือแต่ใส่ชั่วกวาดมุ้ยในขนมหนึ่งเป็นเปิลมากระดาษโจมเอาเนี่ยนะอาจกวาดเพียงล้วนแต่สุกยุนแต่ให้เลยดึกโทเกจับปากกาแต่ได้ในระนาเซซัมกีสุกรุจิตปีธนูนึงตื้อวิดาวอยู่กวาดดาวเองนั่นก็มันดังได้บ่มเคยกวาดแต่ทอดในมก ICG ให้การสมบทมุ้ยถ้ากวาดบ้านประดัง ICG ด้วยหาย cho một đằng rồi hỏi mày có canh là một đằng màu thời tiết đắng mà cái này thay dựng đại đôi xì dưỡng ao thì kỳ hỏi bị đắng nó ao thì kỳ hỏi mấy tự canh thôi có thể nhóm riệp trôi từ đằng hơi đấy nhóm canh từ bọn này riệp trôi từ đằng hơi nó ok có thể cái bán đạp bị mình đắng rồi hơi hết canh từ bọn nó hàng kì sẽ ra rồi đấy vừa hô hai đấy để dùng của chưa đó hay administrative ហ្មងគឺថាការងាររដ្ឋបាលបើសិនជាយើងដាក់ពាក្យទៅក្រសួងអីមួយឬក៏យើងផ្ញើ dossier ពីក្រសួងមួយទៅក្រសួងមួយអញ្ចឹងយើងត្រូវកាត់ឆ្លងកាត់ការិយាល័យរដ្ឋបាលហើយការិយាល័យរដ្ឋបាលគេបោះត្រានៅលិខិតហ្នឹងគេដាក់ arrive គឺថាបានទទួលហើយ បានទទួលហើយហើយមិនក៏គាត់មិនបង្ហាញហ្នឹងមកបង្ហាញថានេះ លិខិតខ្ញុំបានដាក់ហើយនេះត្រាដែលគេទទួល arrive គេចុះថ្ងៃគេចុះខែគេចុះឆ្នាំគេចុះម៉ោងនៅនឹងទៀតហើយយើងអត់បង្ហាញអាហ្នឹងខ្ញុំសង្ស័យដែរដល់ចឹងធ្វើឲ្យខ្ញុំនឹកឃើញដល់តែរឿងមួយឆ្នាំណានោះលោករវាញ់តារ៉នគាត់ដើរចេញពី ICG នឹងមកដែរហើយគាត់ថាគាត់បានដាក់ពាក្យបណ្ដឹងហ៊ុនសែនរួចហើយហើយខាពិតគាត់បណ្ដឹងមែនឬអត់ ថ្មីនេះស្អីសំសេរីគេថាគេប្តឹងហ៊ុនសែនដែរនៅ ICG ការពិតតែហួយទៅចុះចូលណាទៅទេឆ្កយទៅទាំងកវាញ់តារ៉នហ្នឹងហើយដូច្នេះបើយើងដាក់ពាក្យយើងបង្ហាញគេមកវាគ្មានរឿងអីត្រូវលាក់កំបាំងទេបើថាយើងមិនបានបង្ហាញលិខិតទាំងមូលទេថាហ្នឹងវាជាលក្ខការអីបង្ហាញថាអា letterhead អាក្បាលលិខិតហ្នឹងទិញឲ្យត្រាហ្នឹងមកវាចប់រឿងហើយ ខ្ញុំចេះការងាររដ្ឋបាលតែជួយដែរណា yeah ពាក្យចាស់លោកថាពាក្យច្រើនភូតចាញ់អាត្មាបងរឿងដូចខ្ញុំនិយាយមិញចឹងថារឿងអីយើងតែរវីរវល់អីតែជាមួយខាងលិចហ្នឹងជាមួយទល់ដែនលាវជាមួយទល់ដែនអីហ្នឹងហើយអាខាងកើតហ្នឹងមិនក៏យើងស្ងប់ស្ងៀមហើយប្រជាពលរដ្ឋយើងរាល់ថ្ងៃហ្នឹងក៏ផលផុសជាអាសៀមហ្នឹង ឯងនឹងចោលឆ្លៀនពៀនឯងនឹងស្អីណាត្រូវប្រវត្តិសាស្ត្រអញឯពីដើមមកហើយចាយួនមិនក៏មិននិយាយបងយូរទៅតែចិត្តស្អីអា CLV ឯងផ្លេចអស់ហើយផ្លេចអស់លីង CLV ផ្លេចអាខាងកើតនឹងអស់លីងបងខ្ញុំសាកបងវិភាគពីព្រឹត្តិការណ៍ហ្នឹងចុះណាថាតើវាមានតើវាអ្នកណាខមមិនអីមិញអាមេរិកគេចូលជួយឃើញគេប្រខិតអា float គេទៅអាស្អីអានិវាផ្ទុកយន្តហោះអីហ្នឹងដកពីណាទៅណាអីគេ déplacer ទៅអស់ហើយអ៊ីស្រាអែលវាច្បាំងអាមេរិកនៅខាងអ៊ីស្រាអែលហ្នឹងព្រោះអាមេរិកពួកអ៊ីស្រាអែលហ្នឹងតាមខ្ញុំមើលទេណា វាច្បាំងរាប់សិបឆ្នាំហើយតែវាអត់មានពើពុកអលួយទេដល់អញ្ចឹងអាមេរិកត្រូវតែ support តែវា support តែអ៊ីស្រាអែលអ៊ីស្រាអែលអត់ពុកអលួយទេណាអញ្ចឹងមកគេទ្រាំទ្រច្បាំងបានរាប់សិបឆ្នាំមិនធម្មតាទេបើពុកអលួយដួលបាត់ដូចសម័យលន់នល់ដូចអីចឹងណាពុកអលួយផងវាមានពួកសៀនុគីសផងវាមានពួកអាម៉ូណាស៊ីអូផងវាមានពួកអាយាកុងនៅក្នុងនឹងផងវាមានស្អីសពបែបយ៉ាង ពុកអលួយទៅអីទៅចឹងទៅវាឆាប់អលំតែអ៊ីស្រាអែលអត់អីអត់ពុកអលួយថ្ងៃមុន
ណាទេឲ្យនីលកា Benjamin Netanyahu មួយតម្លៃប្រហែល$20-30ហ្នឹងគេយកគាត់ទៅឡើងតុលាការតែបំភ្លឺនៅតុលាការមិនធម្មតាទេនៅសហរដ្ឋអាមេរិកនេះក៏ដូរតែលើសពី$5ហ្នឹងគេហៅថាសំណូបងសារបងវិភាគមើលអ្នកណានិយាយមិញថាចំណេញសេដ្ឋកិច្ចណាទី1ទី2វាមាន3វាមានសេដ្ឋកិច្ចវាមានយោធាហើយនឹងមាននយោបាយណាវាមាន economy វាមាន military វាមានpolitics នៅក្នុងហ្នឹង economy សេដ្ឋកិច្ចយើងមើលតាឥឡូវគេបិទព្រំប្រទល់គេមិនឲ្យនាំអីវ៉ាន់សៀមអីវ៉ាន់អីចូលមកហ្នឹងណាហើយមិនឲ្យនាំអីវ៉ាន់សៀមមិនឲ្យនាំអីចូលមកបិទព្រំប្រទល់ហើយបញ្ជូនកម្មករខ្មែរយើងពីស្រុកសៀមមកស្រុកខ្មែរហ្នឹងបងបិទមិនឲ្យនាំទំនិញសៀមមកខ្មែរយើងក៏ស្រែកទៅយើងធ្វើបេហិការប្រើប្រាស់របស់សៀមចុះរបស់យួនរបស់ចិនមិនក៏យើងមិនបេហិការផងពហិការប្រើណាមិនមែនអ្នកខ្លះសរសេរថាពហិការមិនប្រើអាហ្នឹងខុសហើយពហិការគឺយើងជំទាស់រួចទៅហើយដល់មិនទៀតទៅវាឌុបនេហ្កាសៀងណាដូចថាហាមមិនអោយអង្គុយមិនអោយអង្គុយទេតែគេហាមដូច្នេះអង្គុយបានឌុបនេហ្កាសៀងដូច្នេះពហិការយើងត្រូវប្រើអត់មានត្រូវប្រើមិនអីទៀតទេពហិការប្រើរបស់សៀមអីចឹងទៅដល់ចឹងរបស់យួនហ្នឹងវាហូរចូលមកឯងរបស់ចិននេះយើងប្រើអត់មានណាពហិការផងដូច្នេះយើងអាចនិយាយថាយើងចិញ្ចឹមសេដ្ឋកិច្ចរបស់យួនសេដ្ឋកិច្ចរបស់ចិនទៀតកម្មករគេបញ្ជូនមកវិញសប្ថ្ងៃចិនគេធ្វើរោងចក្រនៅស្រុកខ្មែរច្រើនមិនអញ្ចឹងហ៎ហើយប្រាក់ខែតែប្រហែល100-200ទេយ៉ាងច្រើនណាបើយើងទៅធ្វើការនៅថៃបាន300-400មួយខែដល់គេបញ្ជូនមកអញ្ចឹងមកចិនវាខ្វះកម្មករដូច្នេះកម្មករដែលដេញពីសៀមមកអត់ការងារធ្វើ obligé ត្រូវតែធ្វើទោះបីប្រាក់ខែ100ក៏ដោយ200 300 100 200 250ក៏ដោយក៏ត្រូវតែធ្វើដែរឃើញចំណេញទេហើយសៀមគេអត់ខ្វល់ទេរឿង labor គេហ្នឹងគឺគេអត់ខ្វល់ទេគេមានប្រទេសលាវប្រទេសភូមាប្រទេសណាមកធ្វើការនៅហ្នឹងគេអត់ខ្វល់ទេដូចឯងចេញ1លានអ្នកមក80,000អ្នកមកក៏គេអត់ខ្វល់ដែរដូច្នេះកម្មករហ្នឹងត្រឡប់មកស្រុកខ្មែរគឺត្រូវតែទៅធ្វើការបម្រើចិនបម្រើរោងចក្រចិនណារោងចក្រចិនឲ្យយើងមិនខ្ញុំមិនដឹងទេតែប៉ុន្តែវាទៀបជាងស្រុកសៀមបើមិនអញ្ចឹងមិនខ្មែរយើងរត់ទៅធ្វើការនៅស្រុកសៀមទេមិនអញ្ចឹងមកពីតម្លៃlabor នៅស្រុកខ្មែរនោះវាថោកបងហើយយើងឈប់ប្រើប្រព័ន្ធស្អីរបស់ប្រព័ន្ធអ៊ីនធឺណិតរបស់សៀមណាយើងឈប់ប្រើស្រាប់តែ smartphone គេបញ្ចេញ flip មកឃើញទេ flip មកគឺថាយើងប្រើអាហ្នឹងទាំងអស់ហើយគេអាចដឹង communication របស់យើងទាំងអស់ពីមុនយើងប្រើរបស់សៀមគេអត់គេលាក់ការឲ្យប៉ុន្តែ smartphone នេះគឺថាយើងនិយាយគ្នាស្អីក៏គេដឹងដែរគឺចំណេញបងប្រយ័ត្នឲ្យមែនតើរឿងហ្នឹងបង military ហ្មងគឺថាចម្បាំងជាមួយសៀមយើងមើលពួកអ៊ីស្រាអែលដែលវាវាយអ៊ីរ៉ង់ប្រហែលថ្ងៃហ្នឹងណាវាបាញ់កជ្រួចបាញ់អីគឺចំស៊ីបរបស់វាហ្មងស៊ីបចំចំណុចដែលវាចង់បានសម្រាប់អ្នកដឹកនាំធំ 3-4 នាក់ហ្នឹងគឺចំស៊ីបរបស់វាហ្មងមិនបានវាបាញ់ចំម្លេះនៅក្នុងសង្គ្រាមគេមិនមែនប្រើតែកាភ្លើងគេប្រើតែស្អីអាវុធធំតូចអីហ្នឹងទេគេប្រើគិញស្បាយគេប្រើគិញគេប្រើចារកម្មគេមាន deuxième bureau របស់គេណា deuxième bureau ការិយាល័យទី2គេហ្នឹងគឺគេទៅស៊ើបអង្កេតមើលប្រទេសហ្នឹងមានស្អីនៅកន្លែងណាអីកន្លែងណាគេដឹងអស់ហើយខ្ញុំជឿថាសៀមវាដឹងថាខ្មែរយើងមានកន្លែងណាវាដឹងអស់ហើយតើខាងយើងហ្នឹងដឹងគេទេដឹងថាគេមានកប៉ាល់ហោះប្រមាណគេមានកប៉ាល់ហោះធុនអីខ្លះគេមានកភ្លើងធុនអីគេមានស្អីមេវិជាការគេរៀនដល់ថ្នាក់ណាអីថ្នាក់ណាគេមានកប៉ាល់ដឹកយន្តហោះគេមានអីទេយើងមានទេអត្តាសេមីលីតេយើងដែលហៅអីភិរៈធារីយោធាអីគេហ្នឹងអត្តាសេណា
nơi sọc xiêm nơi cột sọc nắng dương tới thợ ấy miền tây sợp ca được ngon năng thì attaché militaire sọc cái mùi là cái bị chun màu nó cái mưa chẳng cái đắng cái ri ca tới sọc cái tháo sọc này miền gặp lương phần này đảo sọc này miền cái pa ho thôn này phần này thôn nút phần nó ấy đó cái ri cào hay dương tao miền hay dương tây băng một cái dạng mạch sủa hiến khá khơi bẹ đây tôi nói trường toạt lọc hôm mì cái chóp đó em nói đây giờ tao ơi đấng lẹ đọt đầy hiền tùy tài cho đấng phong không cùng đấng đó nữa thì sớm sa thiên là rót mê thì hiến lùi effective lùi chìm luôn thì hiến á rồi tham bạt giống bẻ mỗi nhẹ nấng quạt miền tập pi rồi đấy tại muaประมาณ tiết sẽ mua không mau thì hiến không mau nhá xua ta dướng nó dướng hôm ngày nó dùng miền chân đai được ọt dùng miền chân đai được ọt gà lụi effective á hay mê thì hiện đại cái phải chun từ tôi đại nâng màu vinh ruộng nâng ấy nhom sáng sái ấy nữa ai đặt chơi đặt ấy nông lan nó ấy nông màu miền á sai nhom miền là bộ mà môi mê phải nơi ra hía nó nhom tôi mơ là nô màu pot nô màu ấy đó hay bên nôm đại liền vậy nó hay tới về thà để biết rất là chơi bên chơi ấy bột bên bột ấy thông rồi ta cho hay ấy tục ấy chờ mấy tháng trong ngày nam miền lan thì hiên máu cái đặc từ bình lụa rồi sẽ phụ nữ người ai miền chẳng lên khơi comment thì lại yeah riêng nó với một smile maintain đại dương bộ bạn đang đại dương bộ bạn đang yeah 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 ចារកម្មសំខាន់ណាចារកម្មគឺថាសំខាន់ណាអីមកថាយើងមានរោងចក្រនុយក្លេអ៊ែរមួយរោងចក្រដើរដោយធម្មពលអគ្គិសនីដើរធម្មពលនុយក្លេអ៊ែរណាយើងមានរោងចក្រនឹងមួយថានៅកំពង់សោមឧបមាណាយើងត្រូវបញ្ជូនចារកម្មយើងនឹងទៅគ្រប់ប្រទេសណាដែលយើងសង្ស័យថាអាចជាអមិត្តជាមួយយើងនឹងបញ្ជូនទៅខៃឡូថ្ងៃណាមួយគេធ្វើឲ្យរោងចក្រយើងនឹងផ្ទុះទៅហើយតែផ្ទុះទៅផ្ទុះរោងចក្រដើរដោយធម្មពលអគ្គិសនីមួយហ្នឹងអង្គវិញ្ញងវាខ្លាំងណាផលវិបាកវាយើងមើលlàរោងចក្រនុយក្លេអ៊ែរមួយនៅ Chernobyl ដែលផ្ទុះហ្នឹងដឹងមូលហេតុអីទេហើយរាល់ថ្ងៃហ្នឹងគេយកបេតុងទៅចាក់ពីលើហ្នឹងកម្រាស់1ម៉ែត្រ2ម៉ែត្រទៅគ្របលើអាផ្ទៃដីរោងចក្រទាំងមូលហ្នឹងមិនដឹងប្រហែលគីឡូ4ជ្រុងទេ10 20គីឡូ4ជ្រុងអញ្ចឹងទៅប៉ុន្តែការពារកុំឲ្យអារ៉ាឌីយ៉ូអាក់ទីវហ្នឹងអាវិទ្យុសកម្មហ្នឹងវាចេញមកវាធ្វើឲ្យខូចសុខភាពមនុស្សដើមឈើដើមអីដល់ចឹងគេចាក់បេតុងគ្របពីលើគ្របទៅធំណាผมមិនដឹង20គីឡូ30គីឡូអញ្ចឹងទៅប៉ុន្តែអាវិទ្យុសកម្មហ្នឹងវារត់ក្រោមដីហ្នឹងរត់ក្រោមដីផុតអាបេតុងហ្នឹងវាចេញទៅទៀតដូច្នេះថ្លៃក្នុងស្រុកហើយវាគ្រោះថ្នាក់ណាស់ហើយបើយើងមានរោងចក្រនុយក្លេអ៊ែរហ្នឹងមែនយើងត្រូវតែមានបញ្ជូនចារកិច្ចយើងចារកិច្ចយើងទៅប្រទេសណាដែលព្រោះថ្ងៃណាមួយគេអាចធ្វើឲ្យផ្ទុះអានឹងបានហើយយើងនឹងគ្រោះថ្នាក់បងនិយាយពីរឿងនយោបាយវិញគេថាគាត់ចំណេញបើចំណេញ popularity ណាចំណេញគេហៅប្រជាប្រិយភាព popularity ណាឃើញតែគាត់ហ្នឹងស្រឡាញ់ជាតិការពារទឹកដីអីណាគ្រប់គ្នានិយាយតែយ៉ាងគ្រប់គ្នាឃើញគាត់ចំណេញអូគាត់ស្រឡាញ់ការពារទឹកដីយើងអីណាម្នាក់ឃើញតែ comment តែសេទៅគ្រប់តែគ្នាចំណេញ popularity ចំណេញប្រជាប្រិយភាពគាត់ហើយចុះខាងកើតខ្ញុំសួរតែប៉ុណ្្នឹងឯងចុះខាងកើតមិនក៏មិនយកប្រជាប្រិយភាពផងរឿង ICG ហ្នឹងអញ្ចឹងឯងតែឈរថតនៅមុខអញ្ចឹងទៅហើយមិនដឹងជាពិតផង
ខ្ញុំឃើញកង្វាញតារ៉នហ្នឹងក៏តែឈរថតដែរហ្នឹងសំសេរីហ្នឹងក៏តែឈតនៅហ្នឹងសំសេរីហ្នឹងសូម្បីតែមេគណៈបកប្រឆាំងខ្លះហ្នឹងក៏តែឈរថតនៅមុខអីMaison Blanche ចូលថតនៅមុខសេតវិមានហ្នឹងថាខ្លួនបានដាក់ពាក្យប្តឹងថារដ្ឋអាមេរិកហើយអីហើយមិនដែលឃើញអាលិខិតហ្នឹងបោះត្រារីវ៉េឲ្យយើងមើលគាត់ដែលឃើញអូខេខ្ញុំបញ្ចប់តែប៉ុណ្្នឹងចុះព្រោះខ្ញុំមានការតិចផងមិនចង់និយាយទេតែគេចេះសួរច្រើនពេកយ៉ារបស់យួនរបស់ចិនហូរចូលដូចទឹកយ៉ាអា nuclear plant ហ្នឹងពិបាកណាពិបាកមែនតើតែពិបាកការពារវាគេត្រូវរក resource ណាដែលសូម្បីតែយើងកំថាដល់អា nuclear plant ហ្នឹងសូម្បីតែអា barrage hydroelectric ហ្នឹងណាអាទំនប់វារីអគ្គិសនីធំហ្នឹងណាក៏យើងត្រូវតែការពារដែរថ្ងៃណាមួយអាណាវាមកបំបាក់ដេវាមកធ្វើឲ្យផ្ទុះបើវាងាយណាវាក្រាស់ណាវាធ្វើឲ្យផ្ទុះទៅអាទឹកហ្នឹងវាបាក់មកប្រហែលលានម៉ែត្រគូបមកយើងគិតមើលបើវូសទៅហ្នឹងគឺថាអានៅក្រោមហ្នឹងគេលាយមកវាសល់អីទេយើងកុំនិយាយដល់ nuclear និយាយតែត្រឹម barrage hydroelectric អាទំនប់ទឹកវារីអគ្គិសនីហ្នឹងណាខ្ញុំទៅរតនគិរីទៅណាទេខ្ញុំនឹកទៅអាស្ទឹងយើងគេហៅស្ទឹងសែនណាទលេសែននេះស្ទឹងសែនទេទលេសែនអាស្ទឹងសែនស្ទឹងសេកុងសេសានណាស្ទឹងសេកុងសេសានណាយួនវាធ្វើបារ៉ាសនៅខាងលើបារ៉ាខាងលើហ្នឹងដើម្បីទប់ទឹកយកកម្លាំងអគ្គិសនីមកប្រើណាតាមពលអគ្គិសនីហើយពេលណាវាខ្វះទឹកវាបិទហើយអាយើងនៅខាងក្រោមនេះអ្នកស្រុកនៅខាងក្រោមនេះខ្ញុំឃើញហើយអ្នកស្រុកនៅខាងក្រោមនេះគ្នាអត់បានប្រុងប្រយ័ត្នទេទូកអីដាក់ចោលនៅបាត់ស្ទឹងទៅគោក្របីអីប្រឡែងតាមមាត់ស្ទឹងមាត់អីចឹងទៅណាធម្មតាវាអត់ទឹកទេជាប្រហែលខ្លាយចឹងទៅដល់ថ្ងៃណាមួយអាយួនវាទឹកវាគ្រប់ហើយវាប្រហូរចោលវិញណាវាបើកដល់អត់ឲ្យប្រាប់យើងទេអត់បើកហើយវាអត់ប្រាប់យើងទេគឺថាមកវឹបមកហ្នឹងគោក្របីទូកអីដែលទៅអស់លីងអាហ្នឹងបើយើងនៅលើនេះយើងត្រូវអានងសេយើងត្រូវប្រាប់អ្នកក្រោមផងពេលយើងបើកយើងបិទទេណាហើយនេះវាអត់ទេអត់បើកអត់បិទសេសានសេកុងត្រែពកហ្នឹងខ្ញុំឃើញហើយពេលយួនវាបើកមកពេលគេបិទដើម្បីទប់ទឹកឲ្យនីវ៉ូវាឡើងខ្លាំងដើម្បីដល់បើកទៅឲ្យវាចេញអាដេញអាគូរងទឹកហ្នឹងវាខ្លាំងណាឲ្យវាវិលអាទូកប៊ីនហ្នឹងដល់ពេលគេបិទចឹងទៅដល់ពេលទឹកគេប្រៀបថាដល់នីវ៉ូគេត្រូវបើកប្រហោហើយគេបើកវឹបមកហើយយើងនៅក្រោមនេះដែរអត់លេងលងក្មេងលងអីលេងនៅបាត់អាដេញតលេទៅវាថាធ្វើអីគាត់អូខេខ្ញុំបញ្ចប់តែប៉ុណ្្នឹងចុះព្រោះខ្ញុំមានការបន្តិចស្វែងគុំលាគុណចាស់គ្រប់ព្រះអង្គហើយជម្រាបលាបងប្អូនទាំងអស់គ្នាជូនពរសុខភាពល្អគេច្បាំងគេអីមិនអាម៉ាយើងកុំគិតច្រើនគិតតែសុខភាពថែសុខភាពឲ្យល្អទៅ